សូមជូនដើមកំណើតអង្គរតូប្រាសាទអង្គរវត្តភាគបន្តផ្នែកដែលបែរឆ្ពោះទៅរកប្រាសាទគ្មានបង្អួចទេមានតែជញ្ជាំងជិតស្លុងឯចំណែកដែលឈោមមកខាងក្រៅវិញនោះគ្មានជញ្ជាំងទេមានតែសសរជ្រុងជាច្រើនប៉ុន្តែប៉ុណ្ណោះនៅផ្នែកខាងក្រៅនេះមានល្វែងចំហៀង2ខ្នងរាងក្តងពាក់កណ្ដាលបន្ទើតតំរោតពីលើសសរទាំងនេះដំបូលរាងថែវទាំងអស់មានពើប្រភេទធ្វើពីថ្មសន្តានជាក្បឿងប្រក់ពីលើគ្នាមើលពីចម្ងាយគេឃើញកំពូលប្រាង្គទាំងឡាយនៅមុំនៃបរិវេណទី2ដែលបាក់កំបុតខ្លះនិងកំពូលទាំងឡាយនៃប្រាសាទកណ្ដាលមានភាពហាក់ដូចជាផុសអណ្ដែតលេចធ្លោឡើងលើអាកាសវេហាកំពូលប្រាសាទមានសន្តានរាវមូលស្រួចទៅលើហាក់ដូចជាផ្កាឈូកក្រពុំទើបលេចចាញ់ពីតងហើយប្រកបដោយក្បាច់រចនាយ៉ាងល្អពិចិត្រកំពូលប្រាសាទនីមួយៗចែកជា4ចិនបន្តតម្រួតពីលើគ្នានៅចិននីមួយមានរូបស្រីទាបអប្សររាងទន់ភ្លន់ល្វិតល្វៃឈរទន្ទ្រាំវិស័យហាក់ដូចជាមានជីវិតរស់រវើកហើយនឹងមានក្បាលនាគបើកពពាយ៉ាងកាចសាហាវឈោមមុខទៅរកទិសទាំង4នៅកំពូលប្រាសាទមានត្របកផ្កាឈូក3ស្រទាប់ទ្រពីក្រោមកំពូលតាមរូបចម្លាក់ក្នុងប្រាសាទបាយ័នបានបញ្ជាក់ថានៅលើកំពូលទាំងនេះមានកំពូលចុងបងអស់ទៀតធ្វើពីសំរិទ្ធជារបៀបលំពេងតៃសូរាងថែវនៃបរិវេណទី2មានបណ្ដោយ115ម៉ែត្រទៅទិង100ម៉ែត្រភ្ជាប់គ្នានឹងរោងថែវបរិវេណទី3ត្រង់ជ្រុងខាងលិចដែលមានសន្តានជាកាកបាទមានសភាពដូចគ្នានឹងប្រាសាទបឹងមាលាដែលជាប្រាសាទមួយប្រកបដោយបែបផែនមិនខុសពីគ្នាប្រាសាទអង្គរវត្តឡើយវិសាលភាពទាំងនេះផ្សំកើតឡើងពីច្រកសម្រាប់ដើរឬរៀនហាលមានដំបូលមួយដែលភ្ជាប់ទៅនឹងគោបុរៈទាំងពីរនឹងកាត់ទៅទិងមួយទៀតដូច្នេះសភាពដ៏វិសាលនេះមានរាងជាកាកបាទតាមការពិនិត្យវិសាលភាពនេះស្ថិតនៅអមសងខាងថ្នាក់ទី1និងទី2នៃសាជីជ្រុងបើគេដើរតាមវិសាលភាពនេះចំពោះទៅហោជាងខាងលើបងអស់គេនឹងស្ញើសរសើរដល់ស្នាដៃនៃស្ថាបត្យករជាមិនខានព្រោះថាមានតែកន្លែងត្រង់នេះហើយដែលប្លែកខុសពីកន្លែងឯទៀតបើគេដើរពីខាងកើតឡើងមកប្រាសាទកណ្ដាលវិញនោះនៅកន្លែងត្រង់នោះគ្មានវត្ថុអ្វីជាចម្លែកឡើយតាមការវិនិច្ឆ័យគេសន្មតថាប្រាសាទអង្គរវត្តមានលក្ខណៈល្អពិសេសជាងគេព្រោះជាប្រាសាទប្រកបដោយភាពហាក់ដូចជាស្រាលបំផុតអាចផ្ទុលឲ្យមានការស្ថាបនាបានខ្ពស់ប្រៀបដូចជាអណ្ដែតត្រសេតនៅលើអាកាសវេហាឯចំណែករោងថែវទាំងពីរនៅចុងខាងជើងឈីងខាងត្បូងវិញមានទទឹងប្រវែង2ម៉ែត្រ90ផ្នែកខាងក្រៅមានជញ្ជាំងជិតប៉ុន្តែចំណែកដែលឈោមទៅរកទីលានវិញមានសសរ2ជួរតែគ្មានជញ្ជាំងឡើយល្វែងទាំងពីរដែលខ្វែងគ្នាជារាងកាកបាទនោះមានភាពធំទូលាយជាងគេល្វែងកណ្ដាលមានទទឹង3ម៉ែត្រ14រួមជាមួយនឹងល្វែងទាំងពីរផងមានប្រវែង7ម៉ែត្រ70នៅជ្រុងទាំងឡាយនៃត្រឡែងកែងមានផ្ទៃទំនេររាងជាអាងទឹកឬជាលានដែលមានផ្នែកខាងក្រោមប្រកបដោយក្បាច់ចម្លាក់ជាច្រើនហើយមានជណ្ដើរតែមួយសម្រាប់ចុះទៅក្នុងអាងទឹកនៅរដូវវស្សាអាងនេះសឹងពេញដោយទឹកប៉ុន្តែផ្ទៃទឹកមានកម្រិតមិនហួសពីកម្មជណ្ដើរខាងលើគេនោះឡើយដំបូលធំដែលខ្វែងគ្នាជាកាកបាទនោះកាលពីសម័យបុរាណមានពីដានឈើឆ្លាក់ក្បាច់ដកច័ន្ទឯពីដាននោះសពថ្ងៃមាននៅសល់ខ្លះនៅឡើយតពីនោះទៅនៅក្តងកណ្ដាលនៃល្វែងចំហៀងរកឃើញមានពីដានថ្មសុតដែលខ្មុកប្រក់លាបទឹកមាសមានពន្លឺភ្លឺផ្លេកនៅតាមក្បាច់ខ្លងទ្វារគេឃើញរូបព្រះនរាយណ៍ជាជំនួយដល់ការកូរសមុទ្រទឹកដោះនិងព្រះអាទិទេពមួយអង្គផ្ទុំលើនាគរាជមួយឈ្មោះអានន្ទជាពិសេស
នៅតាមជើងសសរមានរូបមហាឥសីអង្គុយពាត់ភ្នែនភាវនាធរដៃទាំងពីរប្រណម្យសំពះទៅមុខចាប់បន្តពីកន្លែងនេះមកអ្នកទស្សនាទាំងឡាយនឹងមានមនោសញ្ចេតនាស្ញែកសរសើរក្បាច់រចនានៃស្រីទៀបអប្សរដែលមានភ័ក្រញញឹមប្រឹមប្រៃហាក់ដូចជារីករាយនឹងទទួលទស្សនិកជនព្រមទាំងស្ញែកសរសើរដល់ថ្វីដៃនៃស្ថាបត្យករដែលចេះក្រឡឹងជើងទៀនបង្អួចឲ្យមានក្បាច់ក្បូរមូលក្រឡឹងមានវិស័យដូចជាក្រឡឹងឈើធម្មតាជញ្ជាំងរោងថែវទាំងឡាយសឹងប្រកបដោយក្បាច់រចនាដែលឆ្លាក់បំផុសលើផ្ទាំងសិលាយ៉ាងល្អឆើតដែលស្ថិតនៅផុតពីការអន្តរាយដោយទឹកភ្លៀងម្យ៉ាងទៀតអ្នកត្រូវអញ្ជើញចូលទៅរោងថែវទី2អ្នកនឹងឃើញព្រះបដិមាករជាច្រើនអង្គដែលគេហៅថាព្រះពិននៅពីស្ដាំដៃនៃទ្វារចូលព្រះពុទ្ធរូបទាំងអស់នេះគេបាននាំយកពីកន្លែងផ្សេងៗមកតម្កល់ទុកនៅទីនេះតាំងពីសម័យក្រោយអង្គរវត្តម្លេះបើបានទស្សនាព្រះពុទ្ធរូបរួចហើយសូមអញ្ជើញដើរតាមល្វែងខាងជើងនៃរោងថែវទៅតឹងអ្នកនឹងបានដល់កន្លែងមួយហៅថាកន្លែងគក់ទ្រូងព្រោះនៅកន្លែងនេះកាលណាគេគក់ទ្រូងទៅគេនឹងឮសំឡេងលឿនកតោមកវិញជាមិនខានផុតពីកន្លែងនេះទៅមានធម្មមន្ទីរមួយនៅខាងជើងហើយនឹងមានធម្មមន្ទីរមួយទៀតនៅខាងត្បូងព្រះពិនឡើងផុតពីទីនេះមួយថ្នាក់ទៅអ្នកនឹងបានឃើញប្រាសាទកំពូល5ដែលគេធ្លាប់ហៅថាប្រាសាទបាកានដែលនៅខ្ពស់ជាងគេហើយមានជណ្ដើរ37កាំ